ដៃសំខាន់នេះសិតតែអតិជនមកធ្វើការផ្លាស់ប្ដូរអេក្រង់ប្រភេទ original និងប្រភេទអេក្រង់ OLED អញ្ចឹងមកកាមេរ៉ាម៉ែមកគៀកតិចមកបាទ1 2 3 4 5 6 7បាទដូចសពដងអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនដែលប្រើប្រាស់ប្រភេទ Samsung អេក្រង់កោងដែលមានបញ្ហាឆ្នូតអេក្រង់ជាប់អេក្រង់បែកអេក្រង់បងប្អូនអាចជើញមកធ្វើការផ្លាស់ប្ដូរបាននៅខាងកម្មគូ Fix Mobile Service ជម្រាបសួរបងប្អូនបាទខ្ញុំធ្វើការ promotion ទេបងប្អូនបាទនៅក្នុងដៃខ្ញុំកាន់នេះបាទដូចសពរដងអញ្ចឹងបងប្អូនដែលប្រើប្រាស់ប្រភេទ Samsung អេក្រង់កោងបាទប្រភេទ S ប្រភេទ Series S បាទប្រភេទ Series Note បាទប្រភេទ Series S ពី S8 Plus ទៅដល់ S25 Ultra Series Note ពី Note 8ដល់ Note 20 Ultra អញ្ចឹងនៅទីហៅកាត់ថា CKF បាទអញ្ចឹងបងប្អូនក្រោយពីការផ្លាស់ប្ដូរអេក្រង់ហើយបាទបងប្អូនធ្វើតាមលក្ខខណ្ឌចុច like page share screenshot ទៅទទួលបានអេក្រង់ Zin 15% អេក្រង់ OLED 25%គឺមានកដោថែមអញ្ចឹងតើតើនឹងកដោថែមយើងដូចសពម្ដងទេបងប្អូនបាទមានដូចកាស AirPod បាទកាសប្រភេទ gaming បាទប្រភេទដុំសាកប្រភេទType C មាន45 W មាន20 W មាន25 W បាទនិង cache អញ្ចឹងកដោដែលយើងធ្វើការបាទអតិថិជនបងប្អូនបាទមាន4 5មុខអញ្ចឹងបងប្អូនក៏ធ្វើតាមលក្ខខណ្ឌដូចចុច like page share screenshot នឹងទទួលបានកដោហ្នឹងហើយបងប្អូនណាអញ្ចឹងបងប្អូនកដោ5 6មុខហ្នឹងបងប្អូនអាចជ្រើសរើសយកមួយបានបញ្ជាក់6មុខហ្នឹងបងប្អូនអាចជ្រើសរើសយកមួយបានបងប្អូនត្រូវការកាស AirPod ដុំសាកប្រភេទ Type C 25 W 45 W ប្រភេទ cache ឬប្រភេទដបទឹកបាទបងប្អូនចង់បានមួយណាក៏បានដែរប៉ុន្តែបានតែមួយទេបងប្អូនណាអញ្ចឹងក្រៅពីហ្នឹងទៀតបងប្អូនមកទទួលសេវាកម្មចាប់ពីតម្លៃ50រៀលជាងមានកដោថែមដូចជាឆាត់និងអាវឃ្លៀងបងប្អូនអញ្ចឹងបងប្អូនដែលមានបញ្ហា smartphone មិនថា iPhone Samsung Oppo Vivo Huawei បាទ Xiaomi ឬក៏ model ជាច្រើនទៀតដែលមានបញ្ហារលត់ចូលទឹកបែកបាក់ឬក៏បញ្ហាលើផ្នែកផាត់មួយឬបញ្ហាលើផ្នែកម៉ាស៊ីនបងប្អូនអាចអញ្ជើញមកធ្វើការផ្លាស់ប្ដូរមកធ្វើការជួសជុលបាននៅខាងកម្មគូ Fix Mobile Service ឬហៅកាត់ថា CKF អញ្ចឹងតកតងនឹងបងប្អូនតែសួរតកតងទីតាំងហ្នឹងបាទទីតាំងខ្ញុំមាន2សាខាទី1នៅលើផ្លូវ355ក្បែរនឹងស្តុបកម្មគោ City បាទសាខាទី2នៅលើផ្លូវ289នៅនឹងក្បែរស្តុបទូកកចាស់បាទបងប្អូនមកស្តុបទូកកចាស់បងប្អូនមកពីស្ពាន5មករាដល់10ម៉ែត្រមើលខាងស្ដាំដៃគេដាក់ផ្លាកកម្មគូ Fix Mobile Service បាទមាន logo Apple បាទមានរូបសម្គាល់បាទ CKF បាទនិងផ្លាកពណ៌ខៀវបាទសាខាទី1បងប្អូនបមកពីអង្គតែនអញ្ចឹងណាគៀក stop អញ្ចឹងបងប្អូនកុំតន់បត់ទៅផ្លូវឯកឧត្តមជាផារ៉ាបងប្អូនគាត់មកដល់គៀក stop ហ្នឹងបងប្អូនមើលខាងស្ដាំដៃទៅគេដាក់ផ្លាកកម្មគូ Fix Mobile Service ហើយមានរូប Apple អញ្ចឹងបងប្អូនអញ្ចឹងតកតងនឹងទាំងពីរសាខាតកតងនឹងម៉ោងបើកម៉ោងបិទបាទសាខាទី1បើកម៉ោង7កន្លះបិទម៉ោង8សាខាទី2បើកម៉ោង7កន្លះបិទម៉ោង9អញ្ចឹងបងប្អូនដែលមានបញ្ហា smartphone បាទចម្លោះដែលម៉ោងធ្វើការបិទបង្ហាញអញ្ចឹងបងប្អូនអាចអញ្ជើញធ្វើការបាទជួសជុលធ្វើការផ្លាស់ប្ដូរបាននៅខាងកម្មគូ Fix Mobile Service បាទធានាទាំងគុណភាពទំនុកចិត្តសេវាកម្មរហ័សទាន់ចិត្តបាទអរគុណច្រើនបងប្អូនដែលគាំទ្រនៅខាងកម្មគូ Fix Mobile Service បាទអរគុណជួបខ្ញុំនៅវីដេអូក្រោយៗទៀតកម្មគូ Fix មជ្ឈមណ្ឌលជួសជុលសប្តាហ៍ទំនើបធានានូវគុណភាពតម្លៃសមរម្យសេវាកម្មរហ័សទាន់ចិត្ត